ស្ដីទាំងអស់គ្នានឹងថ្ងៃនេះខ្ញុំចង់ចែករំលែកពីការដំណើរកម្សាន្តរបស់ពួកខ្ញុំដែលធ្វើដំណើរពីភ្នំពេញទៅខាងខេត្តកំពតតែពួកខ្ញុំធ្វើដំណើរហ្នឹងគឺធ្វើដំណើរដោយរថភ្លើងពីភ្នំពេញចេញទៅហើយនឹងត្រឡប់មកវិញដោយរថយន្តតើចង់ដឹងថាពួកខ្ញុំចំណាយអស់ប៉ុន្មានក្នុងរយៈពេលមួយយប់2ថ្ងៃបងប្អូនអាចតាមដានវីដេអូរបស់ពួកខ្ញុំបានហើយនេះនៅពេលបន្ទាប់ពីពួកខ្ញុំបានជិះ pass up ចេញពីផ្ទះមកជួបគ្នានៅចំណតរថភ្លើងហើយក៏បងប្អូននាំគ្នាថតរូបអីអញ្ចឹងទៅម្នាក់មកប៉ុស្តិ៍ពីរប៉ុស្តិ៍អីទៅអ្នកគេប្រកែកថតរូបអ្នកដែលចូលចិត្តថតរូបហើយបងប្អូននេះជាចំណតរថភ្លើងដែលធ្វើដំណើរទៅខាងខេត្តពោធិ៍សាត់ហើយនឹងខាងនេះគឺធ្វើដំណើរទៅខាងកពតបរសៃហនុហើយរាល់ពេលដែលបងប្អូនឡើងរថភ្លើងជួយមើលផ្លាកគេដាក់ផងខាងលោមានការឡើងទៅច្រឡំនឹងហើយបន្ទាប់ពីឡើងមកដល់រថភ្លើងហើយអ្វីដែលខ្ញុំចង់ចែករំលែកគឺការ booking សម្បត្តិរថភ្លើងបងប្អូនភ្លេចនិយាយណាការ booking សម្បត្តិរថភ្លើងបងប្អូនអាច booking ទៅតាម app ឬក៏តាម page របស់ខាងរថភ្លើងរបស់យើងហើយដូចពួកខ្ញុំមានបទពិសោធន៍ផ្ទាល់គឺពួកខ្ញុំបានទិញសម្បត្តិចំនួន11សម្បត្តិតែមានម្នាក់ទៀតគាត់អត់បានមកអញ្ចឹងធ្វើឲ្យខ្ញុំចោលសម្បត្តិមួយហ្នឹងដោយសារសម្បត្តិយើងអត់អាច return ក៏ resell មកវិញបានទេតែយើងទិញហើយគឺទិញហើយអានេះសម្រាប់បទពិសោធន៍របស់ខ្ញុំចង់ចែករំលែកថាបើសិនជាបងប្អូនដើរអញ្ចឹងកុំភ័យខ្លាចអត់សម្បត្តិភ្លើងតែក្នុងករណីច័ន្ទសុក្រណាបងប្អូនបើសៅរ៍អាទិត្យខ្ញុំអត់សូវដឹងដែរតែខ្ញុំគិតថាអត់អស់ទេសម្បត្តិភ្លើងហ្នឹងអញ្ចឹងអាចចាំដល់ម៉ោងចាំមកទិញក៏បានឬក៏ចង់កក់ទុកក៏បានបើសិនជាបងប្អូនច្បាស់ថាអូខេបងប្អូនទៅទាំងអស់គ្នាឬក៏ plan បងប្អូនច្បាស់លាស់អញ្ចឹងណាហើយនេះជាកន្លែងដែលពួកយើងអាចមកធ្វើការកំងអីញ៉ាំនៅលើរថភ្លើងបានបន្ទាប់ពីរថភ្លើងចេញដំណើរពីចំណតភ្នំពេញទៅណាមានលក់ដូចជាគ្រឿងទេសមួយចំនួនមានមីមានគ្រឿងទេសហើយមានភេសជ្ជៈដូចជាកាហ្វេហើយនឹងតែជ្រក់ទឹកសុទ្ធបងប្អូនអាចធ្វើការកំងបានតែថ្ងៃដែលពួកខ្ញុំមកញ៉ាំពួកខ្ញុំចង់ញ៉ាំកាហ្វេគឺអត់មានកាហ្វេទេដោយសារអស់លីងហ្មងបងប្អូនលឺច្រើនមែនទែនកាហ្វេនៅលើរថភ្លើងនោះដូចជាតម្លៃ 8,000 រៀលបងប្អូនហើយនេះបន្ទាប់ពីពួកខ្ញុំទិញបានហើយគឺខ្ញុំទិញបានខ្នោហើយនឹងមីជាតិបងប្អូននិយាយពីថាបរិយាកាសនៅលើរថភ្លើងបងប្អូនអើយតិចចង់កខ្ញុំនិយាយមែនតិចសំបីតែមនុស្សខ្ញុំមនុស្សចូលចិត្តតិចបំផុតក៏ខ្ញុំ feeling ឡើងនេះហ្មងបងប្អូនចង់កហ្មងបើសិនជាខ្ញុំជិះអារថភ្លើងចាស់សេរីមុនខ្ញុំនិយាយមែនណាខ្ញុំជិះឡើងអង្គុយបក់ហ្មងអង្គុយបក់ផ្លិតអារថភ្លើងចាស់តែពេលអារថភ្លើងថ្មីនេះបងប្អូនខ្ញុំឲ្យលើម៉ាស៊ីនតិចនឹង10លើ10ហ្មងតិចខ្លាំងណាស់ខ្ញុំរៀបកំណត់ឲ្យយកអាវធំទៅពាក់ណាហើយបរិយាកាសតិចនិយាយថាបើកមីមកមីជាតិមកនិយាយវាឈ្ងុយហើយយើងញ៉ាំនៅលើនឹងនិយាយថាជាតិហើយនេះយើងមកដល់ធ្វើការមកដល់ខាងខេត្តតាកែវចំណតខាងខេត្តតាកែវនេះបងប្អូនមកដល់នៅខាងខេត្តកែវនេះគេចង់ឲ្យយើងសម្រាប់ឲ្យជា5ទៅ10នាទីទៅយើងធ្វើការបត់ដៃបត់ជើងហើយមានរបស់ញ៉ាំគេលក់នៅនឹងច្រើនណាស់មានទាំងផ្អែមផ្លែឈើចំណីចំណុកទឹកភេសជ្ជៈអីមកកណូបងប្អូនចង់ទិញអីក៏បានដែរទៅតាមចំណង់ចំណូលចិត្តបងប្អូនសំខាន់ឲ្យតែយើងមានលុយបងប្អូនអត់ខ្វះកន្លែងញ៉ាំទេគឺយើងចង់ទៅខេត្តតាកែវនេះឃើញបងប្អូនអ្នកស្រុកគេយកមកលក់នៅនឹងហ្មងយកមកលក់ផ្ទាល់នេះមានឃើញអូនិយាយថាមិនខ្វះអីញ៉ាំទេពួកខ្ញុំដើរមួយទៀតអ្វីខ្ញុំភ្លេចប្រាប់បងប្អូននៅពេលដែលបងប្អូនចុះពីលើរថភ្លើងនេះចដើមួយហ្នឹងណាបងប្អូនសូមធ្វើការប្រុងប្រយ័ត្នបន្តិចព្រោះចដើមួយហ្នឹងវាអត់ហ្វិចវាអត់ហ្វិចអញ្ចឹងទៅធ្វើឲ្យដាក់ចុះមកល្អិលបងដូចបងស្រីមុនគាត់ល្អិលធ្លាក់ពីលើចដើហ្នឹងតែស្នាមអត់អីបងប្អូនដោយសារតែមានអ្នកកាន់តែម្នាក់តែពេលពួកយើងទៅដល់លើរថភ្លើងហើយនេះខ្ញុំទិញបានប៉ុណ្ណឹងមកញ៉ាំនៅលើរថភ្លើងតេស្តមើលទេសភាពអង្គុយតេស្តផងអង្គុយមើលគុណមើលទេសភាពបតាំងដំផ្លូវហ្នឹងនិយាយពីថាអូយទេសភាពឲ្យ10លើ10ហ្មងមើលវាស្រូវវាស្រែងនិយាយពីថាដើមថ្នោតដើមអីហ្នឹងជុំវិញសងខាងរថភ្លើងនេះទេសភាពស្អាតសឡប់ស្អាតមែនស្អាតខ្លាំងណាស់បងប្អូនអើយ fresh ហ្មងណាហើយនេះដល់ម៉ោងដែលពួកខាងបងដែលគាត់ធ្វើការនៅលើចំណតរថភ្លើងហ្នឹងគាត់ធ្វើការប្រមូលសារ៉ាមដែលពួកយើងបានញ៉ាំយកទៅចោលហើយបន្ទាប់ពីហ្នឹងមកគឺយើងជិតដល់ចំណតខាងកំពតពួកឥឡូវពួកខ្ញុំបានមកដល់គោលដៅហើយមកដល់ចំណតកំពតនេះកន្លែងថតរូបទៀតបងប្អូននិយាយពីថាកន្លែងថតរូបស្អាតណាស់ឲ្យតែអ្នកបកកាយលេង lifestyle ហើយអ្នកបកកាយថតរូបនិយាយពីថាអាចថតបានរូបស្អាតតែខ្ញុំអត់ចេះថតរូបទេអត់ចេះថតរូបទេសូម្បីតែគេថតឲ្យខ្ញុំអត់ចេះធ្វើ style ដែរសូម្បីតែថតវីដេអូឲ្យបងប្អូនមើលក៏មិនជាស្អាតអីដែរក៏ប៉ុន្តែគាត់តែចង់ចែករំលែកអ្វីដែលបានឆ្លងកាត់ហ្នឹងបងប្អូនហើយបន្ទាប់មកយើងធ្វើការហៅ pass up ជីនិយាយថា pass up ពូនិយាយពីស្រួលដូចជាពួកខ្ញុំជិះពីបេន
ពីចំណតរថភ្លើងទៅកន្លែងខ្ញុំជួលម៉ូតូហ្នឹងនៅដូចជាកន្លែងជួលម៉ូតូហ្នឹងដូចកន្លែងដូចជាខ្ទង់10000អីមិនដឹងទេបងប្អូនខ្ញុំអត់ច្បាស់ជាមួយខ្ញុំមើលខ្ញុំនឹងបញ្ចប់បិទចិត្តឲ្យថាខ្ញុំចំណាយអស់ប្រហែលលើចុងវីដេអូអញ្ចឹងណាបងប្អូនហើយបើបងប្អូនមកគ្នាច្រើនខ្ជិលលក្ខណៈខ្ជិលជួលម៉ូតូខ្ជិលអីអាចទេក៏បោះគាត់បានណាកង់3គាត់បានពូគាត់ស្រួលណាមួយថ្ងៃគាត់ជួលតម្លៃ20រៀលតែបងប្អូនទេមកជួបគាត់ខ្លួនឯងណាអូខេបាយបាយចាំជួបគ្នានៅវីដេអូក្រោយ